生词第一健康健康là những bộ phải tha សុខភាពឬក៏រាងកាយប៉ុន្តែ健康នេះនិយាយពីសុខភាពល្អអត់មានជំងឺបើយើងថា健康និយាយពីតើយើងអត់មានឈឺអត់មានអីបើនិយាយថា健康ថាសុខភាពល្អតែបើថាយើងពងតែឈឺគេហៅថា健康ឯង健康និយាយថាយើងឥឡូវហ្នឹងអត់មានឈឺមានអីដើរធម្មតាអត់មានពងឈឺអញ្ចឹងបើយើងឈឺរួចហើយបើយើងថា健康តែបើកំពុងតែឈឺអត់និយាយថា健康ឯង健康និយាយពីតកតងមួយសុខភាពរាងកាយតែនិយាយពីវាថាយើងអត់មានឈឺអត់មានអីនៅសុខភាពល្អឡើយ健康对អូmàបើថា我很健康បើថាខ្ញុំសុខភាពល្អណាអត់មានឈឺមានអីទេតែបើយើងកំពុងឈឺវិញយើងអាចនិយាយថា我生病了ខ្ញុំឈឺហើយអញ្ចឹងណា对好第二希望希望ហ្នឹងគឺសង្ឃឹមថាអូម៉ាយើងសង្ឃឹមថាម៉េច我希望有钱អញ្ចឹងណាឧទាហរណ៍ដែលសួរចាំពីគេសង្ឃឹមថាមានលុយអញ្ចឹងឬក៏我希望什么យើងសង្ឃឹមថាអីគេយើងដាក់ពាក្យបន្ថែមនៅខាងក្រោយមកយើងសង្ឃឹមថាអីគេ好ដល់ពេល第三自己ខ្លួនឯង自己也比ខ្លួនឯងខុសពី我យើងមិនធ្លាប់រៀនពី我នឹងខ្ញុំតែដល់ពេល自己និយាយពីខ្លួនឯងឧបមាខ្ញុំទៅណាថា我去哪里ខ្ញុំទៅណាអញ្ចឹងតែដល់ពេល自己និយាយពីខ្លួនឯង自己អីគេ做事情ធ្វើការងារខ្លួនឯងឬក៏自己睡觉ដេកខ្លួនឯងអញ្ចឹងណាឬក៏自己吃饭ញ៉ាំបាយខ្លួនឯង对好然后这里是那么បបថាអញ្ចឹងតែណាត់មកនេះពាក្យពេញអញ្ចឹងឧបមាជួនកាលយើងអាចនិយាយពាក្យថាណាក់មួយម៉ាត់ក៏បានដែរក៏បកថាអញ្ចឹងដែរនៅចិនជួនកាលវាមានគេពាក្យពីរម៉ាត់ហើយនិងពាក្យមួយម៉ាត់ពាក្យកាត់ដល់ពេលពាក្យពេញគឺថាណាក់មកអញ្ចឹងដល់ពេលពាក្យកាត់និយាយថាណាក់តែមួយម៉ាត់ទៅបានន័យណាក់មួយម៉ាត់អូម៉ាអញ្ចឹងអីគេណា么我吃饭了បើថាអញ្ចឹងខ្ញុំញ៉ាំបាយហើយ那么我去洗澡了ឬក៏អញ្ចឹងខ្ញុំទៅមុជទឹកហើយអញ្ចឹងទេអានេះប្រើនៅខាងមុខណាប់មកហៅតែជួនកាលក៏អាចប្រើនៅខាងក្រោយបានដែរតែបើមិនប្រើនៅខាងមុខបកហៅថាអញ្ចឹង好这里安他教授教授សាស្ត្រាចារ្យ教授សាស្ត្រាចារ្យអ្នកដែលគេរៀនបានច្រើនគេនឹងដល់ដំណាក់ជាសាស្ត្រាចារ្យថា教授教授គឺឈ្មោះសាស្ត្រាចារ្យ好，这里是不管，不管那么夸他អូម៉ា我不管你了你们ខ្វល់ពីអ្នកឯងឈប់ខ្វល់ពីយើង不管តែដល់ពេលអានេះប្រើជាមួយមនុស្សទេដែលប្រើជាមួយរឿងក៏យើងអាចប្រើពុកគាត់បានដែររឿងអ្វីមួយមិនមែនប្រើតែជាមួយមនុស្សទេជួនកាលវាប្រើជាមួយនឹងរឿងអ្វីផ្សេងមួយឬក៏វត្ថុក៏បានដែរបើអក្សរចិនខ្លះវាមានបែងចែកចឹងតែពុកគាត់នេះប្រើបានទាំងអស់数字បកថាចំនួនលេខឬក៏លេខមួយម៉ាត់ក៏បានដែរចំនួនលេខឬក៏លេខមួយម៉ាត់ក៏បាន数字វានិយាយពីលេខ1លេខ2数字1អាយថា数字1数字2ថាលេខ1លេខ2អញ្ចឹងចំនួនលេខ1ចំនួនលេខ2អាហ្នឹងយើងនិយាយអត់ពេញបើយើងនិយាយធម្មតាថាលេខ1លេខ2数字1数字2好ដល់ពេលកន្លែងនេះទី8ទីលេខ8说明说明និយាយថាបង្ហាញថាបង្ហាញថា说明អូម៉ាយើងបង្ហាញថាពីរឿងអ្វីមួយអញ្ចឹង说明និយាយប្រាប់គេបង្ហាញប្រាប់គេថារឿងហ្នឹងវាមិនអញ្ចឹងថា说明这里是它重要重要នឹងសារៈសំខាន់ឬក៏យើងអាចនិយាយឲ្យសួរស្ដាប់គឺថាសំខាន់សំខាន់重要ចឹងយើងអាចនិយាយថាអីគេ这个事情很重要រឿងនេះគឺសំខាន់ណាស់ឬក៏ទូរស័ព្ទសំខាន់ណាស់ក៏បានដែរទូរស័ព្ទក៏សំខាន់ណាស់ណាចឹងអាចនិយាយថា手机很重要ថាទូរស័ព្ទគឺសំខាន់ណាស់手机很重要ទូរស័ព្ទសំខាន់ណាស់ហើយរបស់អីគេទៀតតែសំខាន់គឺ钱ក៏បានដែរ钱很重要លុយគឺសំខាន់ណាស់
如果公主的什么看来这个电脑很重要。这里有一个，如果 person 吧，person 吧一个，如果我长大了person 吧ខ្ញុំធំហើយ我去上班ខ្ញុំទៅធ្វើការអញ្ចឹងឬក៏我干嘛ធ្វើអីគេចឹងអាហ្នឹងប្រសិនបើអ្វីមួយចឹង对这也是一个其他ហ្នឹងផ្សេងទៀតឬក៏យើងអាចនិយាយខ្លីថាផ្សេងទៀតផ្សេងទៀត其他បើយើងនិយាយថាអ្នកផ្សេងទៀតយើងអាចនិយាយថា其他人អក្សរ人其他人អ្នកផ្សេងទៀតឬក៏其他颜色ពណ៌ផ្សេងទៀតអញ្ចឹងណា其他ហ្នឹងគឺផ្សេងទៀត好看口那个它没有用没有បកប្រែថាអត់មាន用用កន្លែងនេះយើងបកប្រែថាប្រយោជន៍ចឹងចឹង沒有用ថាអត់មានប្រយោជន៍អត់មានប្រយោជន៍និយាយខ្លីមកគឺគ្មានប្រយោជន៍តែអត់មានគឺគ្មានចឹងថាគ្មានប្រយោជន៍沒有用ឧបមារបស់អ្វីមួយអត់មានប្រយោជន៍ឬក៏រឿងអ្វីមួយមានប្រយោជន៍អញ្ចឹងអានឹងប្រើបានជាមួយរឿងផងរបស់ផង对ឬក៏អារម្មណ៍ផងអញ្ចឹងប្រើបានទាំងអស់នេះអត់មានបែងចែកទេគ្មានប្រយោជន៍好，了，我们看一下课文好，嗯，健康是什么呢？តែថាសុខភាពគឺជាអ្វីនោះគេសួរសំណួរគេចង់ដឹងពីសុខភាពគេសួរសំណួរគេចង់ដឹងពីសុខភាពគឺជាអ្វីនោះគេសួរសំណួរគេចង់ដឹងពីសុខភាពគឺជាអ្វីនោះ好，这里每个人都希望自己健康每个人บอกไปทางมนุษย์គ្រប់គ្នា每个人都这里យកបកថាសុទ្ធតែ希望យើងមិនเห็นหัวใจคือសង្ឃឹមថា自己ខ្លួនឯង健康សុខភាពល្អเดี๋ยวថា自己健康ថាខ្លួនឯងមានសុខភាពល្អ对ចឹងថា每个人មនុស្សគ្រប់គ្នាសុទ្ធតែសង្ឃឹមថាខ្លួនឯងនឹងមានសុខភាពល្អចា៎នេះបកថងឯងជួនកាលវាអាចបកត្រឡប់តែកន្លែងឃ្លីនេះគឺបកថងឯង对那不应想自己健康吗就他讲ឲ្យខ្លួនឯងសុខភាពល្អ对អាចនិយាយមកថា我希望自己健康ខ្ញុំសង្ឃឹមថាខ្លួនឯងនឹងសុខភាពល្អ对好那麼អញ្ចឹង什麼អ្វី是គឺជា健康呢សុខភាពល្អនឹងឬក៏យើងអាចនិយាយថាអញ្ចឹងអ្វីសុខភាពល្អគឺជាអ្វីហ្នឹងយើងអាចបកត្រឡប់បានណាជួនកាលនេះបកថងនេះយកក្រែងនេះបកថាប្រើមកនិយាយថាមកនិយាយបង្ហាញថាlại說明
mốc như vậy bằng hai tháng. 健康多么重要多么重要វាថាវាថានេះវាថាសំខាន់ម្ល៉េះចឹងណាតួមនហ្នឹងវាថាច្រើនតែច្រើនវាថាយើងនិយាយឲ្យព្រោះថាម្ល៉េះចឹងអាចនិយាយថាមានសាស្ត្រាចារ្យមួយនាក់ប្រើចំនួនលេខមកនិយាយបង្ហាញថាសុខភាពហ្នឹងគឺសំខាន់ខ្លាំងណាស់អាតួមននេះគឺស្មើពាក្យខ្លាំងណាស់ឬក៏ម្ល៉េះណាសំខាន់ម្ល៉េះឬក៏សំខាន់ហ្មងបើនិយាយភាសានិយាយថាសំខាន់ហ្មងតែបើយើងនិយាយថាអីព្រោះថាសំខាន់ខ្លាំងណាស់អូ对他有一位教授用数字来说明健康多么重要。对chứng 健康นั่นคือไอ้เก๋很重要อ๋อ健康很重要อ๋อสุขภาพก็คือสำคัญนะอ๋อ健康อย่าไปสุขภาพหรอตอนท่าจบได้ยังไงกัดทัศสุขภาพแต่ตอนนี้จำผลอาหารนั่นคืออย่าไปสุขภาพหรออ๋ออืม如果本身把健康哦สุขภาพนึงอะ是一ไม่ท่า本身把สุขภาพคือจีเลขมวยอ๋อ如果健康是一เราเส้นบาสุขภาพนั่นคือจีเล็กมุ้ยเอ其他ផ្សេងទៀតណា都是សុទ្ធតែសុទ្ធ都是នឹងគឺដូចអានេះដែរបកថាសុទ្ធតែតែគ្រាន់ថាអានេះពាក្យកាត់អានេះពាក្យពេញដូចខ្ញុំមុននឹងនិយាយមានពាក្យពេញនិងពាក្យកាត់哦其他都是一后面的零一នឹងលេខ1後面នឹងខាងក្រោយ的零លេខ0ចានថាបើសិនបើសុខភាពនឹងគឺជាលេខ1អញ្ចឹងអឺផ្សេងអក្សរឲ្យថាតួលេខផ្សេងទៀតហ្នឹងសុទ្ធតែនៅខាងក្រោយលេខ1ឧបមា0នេះសុទ្ធតែនៅខាងក្រោយលេខ1អញ្ចឹងតាលេខ1នៅពីមុខអញ្ចឹងអាលេខ0នេះនៅខាងក្រោយលេខ1ចឹងថាតួលេខហ្នឹងគឺលេខ1នៅពីមុខដល់អា0នេះគឺនៅខាងក្រោយគេថាឈីថាលេខផ្សេងលេខផ្សេងគឺសុទ្ធតែនៅខាងក្រោយលេខ1លេខផ្សេងលេខ0នេះអីហ្នឹងសុទ្ធតែនៅខាងក្រោយលេខ1អញ្ចឹងតួនេះនឹងលេខ0នៅខាងក្រោយអាហ្នឹងគឺន័យគេអញ្ចឹងថាចាថាលេខ0ហ្នឹងសុទ្ធតែនៅខាងក្រោយលេខ1លេខដែលផ្សេងអូ如果没有一បើសិនបើជាអត់មានលេខ1ទេ没有一អត់មានលេខ1ទេមិនខ្វល់ថាពួកគាត់មិនខ្វល់ថា有多少零មិនខ្វល់ថាមានប្រមាណ0ក៏ដោយអានេះហាមិនខ្វល់ថាមានប្រមាណ0តួសោបើថាប្រមាណតែនេះប្រយោគស្របតែអាយថាមិនខ្វល់ថាមាន0ប្រមាណក៏ដោយន័យគេអញ្ចឹង不管有多少零មិនខ្វល់ថាមាន0ប្រមាណក៏ដោយ也没有用ក៏也lạiនេះបកថាក៏也没有用ក៏គ្មានប្រយោជន៍ដែរ对ក៏គ្មានប្រយោជន៍ដែរមានន័យថាមិនមានន័យថាលេខ1នឹងវានៅខាងមុខគេដល់ពេល0នេះនៅខាងក្រោយតែចង្កាត់0នឹងមាន6 0 7 0 10 0ក៏ដោយតែអត់មានដល់លេខ1ក្បាលនៅពីមុខទៅ0នេះគឺវាមានន័យឯងយល់ទេអញ្ចឹងវាអត់មានអីគេមិន有用គ្មានប្រយោជន៍ទេព្រោះលេខ0នេះគឺវាអត់មានណាអញ្ចឹងត្រូវតែមានក្បាលនៅពីមុខលេខ1បើមានក្បាលពីមុខលេខ1ទៅ0ទាំងអស់អញ្ចឹងវាមានមកពីណាអញ្ចឹងអត់មានន័យសតតែ0ទាំងអស់ចឹងចង់និយាយថាសុខភាពគឺវាសំខាន់ណាស់តែមានសុខភាពទេគឺយើងមិនអាចធ្វើអ្វីផ្សេងបានទេគេមានន័យថាអញ្ចឹងទៅតែមានសុខភាពបើយើងអាចធ្វើអ្វីគេផ្សេងបានធ្វើរឿងអ្វីមួយបានអញ្ចឹងបើមានសុខភាពទេយើងទៅធ្វើអីគេបានចឹងចង់ថាលេខសុខភាពនឹងស្មើនឹងលេខ1បើលេខ1រួចហើយបើមានលេខ0បើយើងអាចរកអ្វីមួយដែលចំណូលបានទៅឯងបើលេខ1មានក្នុង0ទាំងអស់ចឹងយើងមានចំណូលឯងគេមានន័យថាអញ្ចឹងណាចា好现在我读给你们听ឥឡូវខ្ញុំអានឲ្យពួកគាត់ស្ដាប់ម្ដងទៀត嗯健康是什么呢？每个人都希望自己健康。那么，什么是健康呢？有一位教授用数字来说明健康多么重要。如果健康是一，其他都是一后面的零。如果没有一，不管有多少零也没有用。